អនុទានកំពុងដឹកនាំប្រទេសថៃជាប់ឈ្មោះអាសោចជាប្រទេសឈ្លានពានគេហើយកំពុងបំផ្លាញសេដ្ឋកិច្ចប្រទេសថៃមេដឹកនាំគណៈបកប្រឆាំងដ៏មានប្រជាប្រិយភាពរបស់ថៃគឺលោកណដ្ឋផុនរឿងផាន់យ៉ាវុធបានលើកឡើងថាប្រទេសថៃប្រឈមនឹងជាប់ឈ្មោះអាក្រក់លើឆាកអន្តរជាតិថាជាប្រទេសដែលឈ្លានពានគេក្រោមការដឹកនាំរបស់លោកអនុទានច័ន្ទវរៈគុលការឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយកំរោលសារជាថ្មីកាលពីថ្ងៃទី8ខែធ្នូឆ្នាំ2025នេះត្រូវបានអន្តរជាតិជាពិសេសសារព័ត៌មានធំបានយកចុះផ្សាយថាប្រទេសថៃបានរៀបគម្រោងប្រើប្រាស់កម្លាំងយោធារំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជានិងបានល្មើសលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលលោកដូណាល់ត្រាំរៀបចំផងដែរលោកអនុទានដែលជានាយករដ្ឋមន្ត្រីថៃជិតខ្ទាតចេញពីតំណែងក៏បានប្រកាសក្តែងថាលោកគាំទ្រយោធាថៃពេញទំហឹងក្នុងការឈ្លានពានកម្ពុជាហើយអនុទានបានកំណត់គោលដៅឲ្យទាហានថៃដណ្ដើមទីតាំង11ចំណុចពីកម្ពុជាឲ្យទាល់តែបានបន្ថែមលើនេះអនុទានក៏បានប្រកាសមិនធ្វើការចរចាជាមួយកម្ពុជាហើយក៏មិនត្រូវការចូលមកសម្របសម្រួលបញ្ចប់ជម្លោះពីប្រទេសទី3ណាមួយឡើយទោះបីជាសហរដ្ឋអាមេរិកក៏ដោយលោកណដ្ឋផុនបានសង្កត់ធ្ងន់ថាចាប់ពីក្រោយការផ្ទុះអាវុធនៅពេលដែលប្រជាជនពិភពលោកដឹងថាថៃជាប្រទេសឈ្លានពាននោះកិច្ចសហប្រតិបត្តិការនានាជាមួយបណ្ដាប្រទេសនានានឹងត្រូវរាំងស្ទះដោយសារតែការកែតម្រូវនិងសិក្សាឡើងវិញកត្តានោះនឹងធ្វើឲ្យសេដ្ឋកិច្ចថៃចាប់ដើមដាំក្បាលចុះនិងរកប្រទេសជាមិត្តជិតស្និទ្ធមិនបានដោយសារតែសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធក៏ថៃលែងស្ដាប់ដែរអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានជាតិព័ត៌មានអន្តរជាតិនិងចំណេះដឹងផ្សេងៗទៀតជារៀងរាល់ថ្ងៃសូមអរគុណ